Ô ở trà khăn nặcของคนเอ้ยดิสเปียนนี่នៅក្បែរប្រាសាទតាកែវបាទទៅតែធ្វើឲ្យថ្មីបងប្អូនបាទហើយប្រាសាទតាកែវនោះគឺនៅក្នុងខេត្តសៀមរាបបងប្អូនគឺថាយើងធ្វើដំណើរចេញពីខ្លងទ្វារជ័យបាទចេញពីខ្លងទ្វារជ័យឆ្ពោះមកតំបន់វងតូចនឹងឯងហើយយើងឆ្លងកាត់ស្ទឹងបាទហើយស្ពាននេះនឹងគឺជាស្ពានដែលសាងសង់កាត់ស្ទឹងសៀមរាបតែម្ដងហើយយើងផុតតែស្ពាននេះបន្តិចមកដល់ប្រាសាទតាកែវហើយបងប្អូនបាទដល់ប្រាសាទតាកែវហើយខេត្តនេះទៅតែបានត្រូវភ្លៀងដើមឆ្នាំបងប្អូនគឺថាទេសភាពគឺស្រស់ស្អាតខ្លាំងណាស់មើលទៅដើមឈើគឺមានភាពរស់រវើកតែម្ដងបាទហើយមានការលាស់ស្លឹកលាស់ត្រួយខៀវខ្ចីថ្មីណាបងប្អូនបាទហើយនៅប្រាសាទតាកែវនោះក៏ស្អាតមិនណយដែរបងប្អូនបើសិនជាបងប្អូនបានមកលេងប្រាសាទតាកែវបានឡើងទៅដល់លើកំពូលប្រាសាទគឺថាយើងមើលយើងចោលភ្នែកទៅជុំវិញតំបន់ប្រាសាទគឺថាខៀវសង្ងាត់បាទបៃតងសង្ងាត់តែម្ដងបាទគឺថាមើលទៅទេសភាពស្អាតខ្លាំងណាស់នៅរដូវភ្លៀងនេះ